បាទសូមបកគ្រប់នឹងជ្រាបសួរទៅដល់ពុកម៉ែបងប្អូនដែលនិយមតាមដានទស្សនានៅបើ Channel បាទ EP Feng Shui ជាទីមេត្រីសូមបើជួយចុចប៊ូតុង Subscribe Like និង Share ដើម្បីទទួលបាននៅបាទអត្ថបទថ្មីក៏ដូចជាក្បួនគុនគូទូទាយដែលខ្ញុំបាទតែងតែធ្វើការដកស្រង់ស្វែងរកយកមកបង្ហាញចែកជូនទៅដល់លោកអ្នកបានទស្សនាផងដែរបាទសម្រាប់ថ្ងៃនេះបាទខ្ញុំបាទក៏សូមធ្វើការជម្រាបជូននៅអត្ថបទមួយដែលមានចំណងជើងថាបាទលោកអ្នកដែលកើតឆ្នាំរោងលោកអ្នកដែលកើតឆ្នាំមមីលោកអ្នកមកដឹងអំពីការងារដែលលោកអ្នកអាចបប្រកបទៅគឺរកលុយបានច្រើនបាទគឺការងារដាក់ចុះដោះតាមដៃហើយថែមទាំងមានលៀបមានជ័យបាទគឺប្រចាំឆ្នាំ2026នេះបាទយើងឃើញថាបើយោងទៅតាមទំនាយរបស់លោកគ្រូហោតែងតែធ្វើការផ្សព្វផ្សាយនៅបាទគឺទំនាយជើងលេខល្អក្បួនពិសេសគឺការគុនគូទូទាយពីសំណាក់លោកគ្រូហោរាសាស្ត្រចិនកំពូលគឺលោកគ្រូខៅលីខិនលោកគ្រូគឺមានគេឈ្មោះល្បីល្បាញខ្លាំងណាស់ជំនាញខាងទូទាយនេះតែម្ដងអញ្ចឹងសម្រាប់ពេលនេះលោកគ្រូសូមធ្វើការបង្ហាញអំពីមុខរបរដែលលោកអ្នកដែលកើតនៅក្នុងឆ្នាំទាំងពីរនេះគឺបាទស្របទៅតាមទំនាយក្នុងការរកលុយដែលជួយឲ្យម្ចាស់ឆ្នាំកំណើតទាំងពីរនេះគឺคล้ายទៅជាអ្នកមានឬក៏คล้ายទៅជាអ្នកធូរធារបានយ៉ាងឆាប់រហ័សហើយសម្រាប់ជើងលេខនេះគឺសង្កត់ធ្ងន់ទៅលើបាទគឺឆ្នាំ2026នេះតែម្ដងបាទអញ្ចឹងចំពោះលោកអ្នកដែលកើតឆ្នាំរោងនិងឆ្នាំមមីសូមមកទស្សនានៅជើងលេខនៅទំនាយរបស់លោកគ្រូហោដែលជាការសង្ខេបបែបខ្លីដូចតទៅបាទលោកអ្នកដែលកើតឆ្នាំរោងបើតាមទំនាយគឺលោកអ្នកគួរតែបាទគឺបើកបាទជាផ្ទះសំណាក់បើកជាស្ថាគារឬក៏បើកជាបន្ទប់ជួលឬក៏បាទទីតាំងណាមួយបាទមិនថាតូចមិនថាធំនោះឡើយបើតាមទំនាយនៃជើងលេខសម្រាប់បាទគឺឆ្នាំ2026នេះសម្រាប់ឆ្នាំរោងមានគំនិតដ៏ប៉ិនប្រសប់ហើយតែងតែដឹងអំពីរបៀបចាប់យកចិត្តបាទគឺទសារបស់អតិថិជនសម្រាប់អស់លោកអ្នកដែលកើតឆ្នាំរោងអាជីវកម្ម model និងស្ថាគារគឺជាជំរើសដ៏ល្អឥតខ្ចោះបំផុតបាទគឺអាចរកលុយបានច្រើនចំណូលច្រើនគ្រាន់តែដាក់ទុនក្នុងការវិនិយោគនោះរៀងដូចជាបាទគឺក្រាស់ក្រែលបាទគឺក្រោយពី1ឆ្នាំទៅ2ឆ្នាំនាគនឹងទទួលបាននៅប្រាក់ចំណេញទ្វេដងបាទយើងឃើញថាសម្រាប់លោកអ្នកដែលកើតឆ្នាំរោងការវិនិយោគនេះគឺស្របណាបាទគឺស្របទៅតាមជើងលេខណាហើយប្រសិនបើលោកអ្នកបាទគឺមិនមានលទ្ធភាពក្នុងការបើកជាស្ថាគារឬក៏បាទផ្ទះសំណាក់ទេប្រសិនបើលោកអ្នកបាទគឺមានបាទទីតាំងល្អក៏អាចបើកជាបន្ទប់ជួលឬក៏កន្លែងស្នាក់អាស្រ័យណាមួយបាទសម្រាប់បាទការបាទដោះដូរឬក៏ទំនិញណាមួយនោះក៏មានប្រសិទ្ធភាពផងដែរក្នុងឆ្នាំ2026នេះអញ្ចឹងនេះគឺជាការបង្ហាញត្រួសនៅជើងលេខនៅបាទគឺទំនាយពិតរបស់លោកគ្រូហៅចូលខមមិនពាក្យសាធុក៏ដូចជាអនុវត្តបាទឬក៏បាទព្យាយាមធ្វើឲ្យស្របទៅតាមជើងលេខទាំងអស់គ្នាបាទដោយឡែកលោកគ្រូក៏សូមធ្វើការបន្តបង្ហាញនៅបាទគឺឆ្នាំបន្ទាប់គឺឆ្នាំមមីលោកអ្នកចង់ដឹងទេថាឆ្នាំមមី
តើគួរប្រកបរបរការងារអ្វីដែរដើម្បីឲ្យស្របទៅតាមជើងលេខស្របទៅតាមទំនាយបើក្នុងឆ្នាំ2026នេះអញ្ចឹងបើតាមបើលោកគ្រូហៅគឺសូមធ្វើការប្រកាសថាលោកអ្នកដែលកើតនៅក្នុងឆ្នាំបើស័ត្រសេះនេះរមែងតែងតែពោពេញទៅដោយឆន្ទៈរមែងពោពេញទៅដោយការតាំងចិត្តធ្វើជំនួញគ្រប់គ្រងបើជីវិតខ្លួនឯងឃើញថាថ្មីត្បិតតែរៀនមិនសូវជាពូកែខ្លាំងក្លាប៉ុន្តែអ្នកគឺមានជំនាញខាងនិយាយហើយក៏ជាមនុស្សដែលតស៊ូខ្លាំងទៅបើគឺលក់បើគ្រឿងសម្អាងបើហើយមានអតិថិជនទិញច្រើនអញ្ចឹងបើយើងក្រឡេកមកមើលការលក់នៅបើគ្រឿងបើសម្អាងផ្សេងឬក៏លក់គ្រឿងក្រអូបផ្សេងគឺឆ្នាំមមីគឺត្រូវប៉ាណាស់មិនថាលក់គ្រឿងម្សៅបើទឹកអប់ឬក៏បើរបស់ដែលតុបតែងខ្លួនផ្សេងនោះឡើយក្នុងឆ្នាំ2026នេះបើសិនជាលោកអ្នកចាប់យកអាជីពនេះឬក៏ចាប់យកនៅបើគ្រឿងសម្ភារៈនេះមកលក់បើគឺគ្រឿងសម្អាងនេះគឺត្រូវប៉ាន់តែម្ដងដាក់ចុះដោះតាមដៃព្រោះអីបើកាលណាលោកអ្នកជ្រើសរបស់ឬក៏បើផលិតផលត្រឹមត្រូវនោះបាទលោកអ្នកនឹងក្លាយទៅជាអ្នកមានហើយសម្បូរអតិថិជនបើពិសេសគឺការលក់លេឬក៏លក់សម្ភារៈផ្សេងទៅទៀតបាទអញ្ចឹងសម្រាប់ឆ្នាំមមីបើលោកអ្នកបាទគឺអាចបាទអនុវត្តឲ្យស្របទៅតាមជើងលេខទៅតាមទំនាយក្នុងឆ្នាំ2026នេះឃើញថាលោកអ្នកនឹងដាក់ចុះដោះតាមដៃលុយនឹងកើនឡើងដូចភ្នំទ្រាប់អញ្ចឹងបាទសម្រាប់បើគឺឆ្នាំមមីចូលខមមិនពាក្យសាធុឬក៏ព្យាយាមអនុវត្តឲ្យស្របទៅតាមទំនាយទាំងអស់គ្នាបាទសម្រាប់បើការបង្ហាញជូននៅអត្ថបទមួយដែលមានចំណងជើងថាឆ្នាំរោងនិងឆ្នាំមមីលោកអ្នកមកស្វែងយល់មកដឹងអំពីការងារដែលរកលុយបានច្រើនឬក៏គេហៅថាការងារជោគជ័យប្រចាំឆ្នាំ2026នេះក៏ត្រូវបានលាតត្រដាងរួចរាល់នៅឡើយទៅពុកម៉ាងប្អូនគឺត្រូវតែបើអនុវត្តឲ្យស្របទៅតាមទំនាយតែប៉ុណ្ណោះបាទអញ្ចឹងបើលោកអ្នកពេញចិត្តបាទសូមបើខមមិនពាក្យសាធុសូមលាភសូមជ័យហើយព្យាយាមបើអនុវត្តឲ្យស្របទៅតាមបើការណែនាំឲ្យស្របទៅតាមទំនាយប្រចាំឆ្នាំទាំងអស់គ្នាបាទពីខ្ញុំបាទក៏សូមបាទអរគុណនិងសូមបាទជម្រាបលាពួកយើងនឹងវិលមកជួបគ្នានៅជើងលេខនៅអត្ថបទល្អនៅចំណេះដឹងថ្មីបាទគឺក្រោយទៀតបាទសូមអរគុណ